trong bằng hai bục máy bảo ổn ở pi chạy cái tích trong cả đam speed cần nhanh boost speed cần nhanh trong rô xâm này nít Vinh thà là mến tên nít chia speed cần nhanh để dừng thôi cả đam xâm này cứ việc chui sẵn trong nít tìm mũi cứ việc cà pi sạch ớt mà chẳng gái hơi cà pi chừng ngư xem bằng đài thì mỗi cứ bầm rèm rồi cả tiệtจะทราบที่รับลีครั้งก่อนสายยังดำក្នុងរងគឺវាអាស្រ័យជប់បញ្ហាច្រើនដូចជាជំងឺសត្វល្អិតមកចូលបំផ្លាញនោះទេឃើញអត់ប៉ុន្តែទោះបីយើងទម្លាក់គ្រាប់មែនទេយ៉ាងណាក៏ដោយក៏ស្ពៃរបស់យើងគឺមានការលូតលាស់ល្អមែនទេពុកម៉ែបងប្អូននេះកែស្កោនេះអូស្ពៃនិយាយទៅគឺបើជាយកធ្វើជាលក់អីគឺអែមមែនតើបើសិនជាពុកម៉ែបងប្អូនចង់ដាំស្ពៃគិតញ៉ាញ់តែអញ្ចឹងគឺយើងដាំក៏វាងាយស្រួលដែលយើងធ្វើការទម្លាក់គ្រាប់អញ្ចឹងទៅគឺវាចំណេញពេកប៉ុន្តែវាខាតគ្រាប់របស់យើងវិសារយើងដឹងហើយថាក្នុងការដាក់នៅក្នុងប្រព័ន្ធដណក់ទឹកហ្នឹងមួយគ្រាប់គឺយើងដាក់ច្រើនមានថាខ្លះទម្លាក់3 4ទៅ5គ្រាប់ហើយវាអត់ដុះបើអញ្ចឹងបើយើងបើល្អបំផុតគឺយើងធ្វើការបណ្ដោះគ្រាប់នៅក្នុងត្រេគឺចំណេញមែនទេទី1គឺវាចំណេញគ្រាប់ពូជហើយយើងដឹងថាគ្រាប់ពូជណាវាដុះហើយពូជណាវាអត់ដុះអញ្ចឹងយើងត្រូវធ្វើការបណ្ដោះនៅក្នុងត្រេគឺល្អបំផុតចំពោះត្រេដែលយើងយកមកបណ្ដោះគឺយើងប្រើត្រេ200ឬក៏ត្រេ104សម្រាប់ពពួកស្ពៃវិញគឺយើងធ្វើការដាំដុះដោយយើងបណ្ដោះក្នុងត្រេ200គឺវាចំណេញដោយសារកុំឲ្យដើមដងរបស់វាគឺលូតលាស់ល្អមែនតើហើយនេះជាចំណេញគឺវាជួយច្រើននៅក្នុងនេះទី1គឺវាការពារសត្វល្អិតស្មៅចង្រៃហើយការពារជំងឺផ្សេងផងដែរទី1គឺវាអាចការពារការប្រែបំរែមរੂអាកាសធាតុដោយសារខ្លះភ្លៀងខ្លាំងក៏ដោយសារយើងដាំក្នុងរោងគឺវាអាស្រ័យជប់បញ្ហាច្រើនដូចជាជំងឺសត្វល្អិតមកចូលបំផ្លាញនោះទេឃើញអត់បងប្អូនគឺស្ពៃរបស់យើងគឺល្អមែនតើគឺយើងចាប់ផ្ដើមក្នុងការប្រមូលផលហើយនេះឃើញតែស្លឹកវាគឺល្អមែនតើនៅក្នុងមួយទិសសំណាញ់នេះគឺយើងដាំបន្លែវើជុំមានថាអានេះគឺយើងដាំលក្ខណៈគុតគង់នៅក្នុងនឹងតែម្ដងអញ្ចឹងយើងអត់នេះទេតែបើសិនជាយើងដាំជាបច្ចេកទេសពិតប្រាកដគឺយើងត្រូវដាំដុះក្នុងត្រេហើយយើងដាក់ដាំឲ្យវាមានលក្ខណៈជាជួរទៅដើម្បីយើងធ្វើការប្រមូលផលនេះស្ពៃនៅក្នុងនេះដែរជាស្ពៃដែលយើងដាំហើយទៅបន្លែយើងដឹងគឺបរិភោគជារៀងរាល់ថ្ងៃអញ្ចឹងបើសិនជាយើងអត់ជួយចិត្តក្នុងការដាំដុះអីគឺពិបាកតិចភាសាបើសិនយើងទិញនៅតាមទីផ្សារដឹងថាការប្រើប្រាស់របស់គេហ្នឹងវាមិនដូចនេះការបាញ់ថ្នាំដាក់ជីអញ្ចឹងយើងអត់ដឹងយើងដាំខ្លួនឯងយើងអាចញ៉ាំបាននេះគឺល្អមែនតើ